នឹករលឹកដល់គ្រាវ័យជាកុមារភាពកាលពីជាងមួយទសវត្សរ៍មុនមិនថាជាខ្ញុំឬក៏បងប្អូននោះទេគឺតែងតែចងចាំមិនភ្លេចនៅរាល់អនុស្សាវរីយ៍ដែលស្ថិតនៅក្នុងអតីតកាលហើយវាគឺជាស្នាមនៃភាពសមមនុស្សរីករាយនៅក្នុងគ្រាវេលាកាលនោះខ្ញុំនៅចងចាំថាសម័យចំនួននោះនៅតាមទីជនបទស្រុកស្រែចង្កាត់មាត់ញោកជាពិសេសទីធ្លាជុំវិញបរិវេណផ្ទះនិងខាងក្រោមផ្ទះតាមភូមិនីមួយៗហាក់មានសភាពទាបទំនាបនិងតែងតែមានដក់ទឹកនៅតាមក្រហុកតូចធំជារៀងរាល់រដូវវស្សាក៏ព្រោះតែចំនួននោះពុំមានអត្រាទ័រកាយដីឬក៏ឡានដឹកដីសម្រាប់ចាក់ចូលដោយពេលបច្ចុប្បន្ននេះឡើយដោយហេតុតែផ្លូវនៅតាមផ្លូវមុខផ្ទះមានសភាពពិបាកក្នុងការអនុញ្ញាតឲ្យរថយន្តធុនធំចូលមកបាននៅបរិវេណខាងក្រៅផ្ទះនីមួយៗយើងឃើញមានទ្រុងមាន់ក៏ដូចជាទ្រុងទានិងស្នឹមពំនូកចំបើដែលមានពុកផុយនៅផ្នែកខាងលើនិងផ្នែកខាងក្រោមមានសុទ្ធតែដានជើងគោជន់ចិញ្ច្រាំងបែកភក់បែកម៉ាំក៏ព្រោះតែចំនួននោះគឺសម្បូរអ្នកភូមិចិញ្ចឹមគោច្រើនណាស់ដូច្នេះទីវាលស្នឹមចំបើគឺជាកន្លែងចំណតរបស់គោពេលព្រឹកព្រលឹមដោយឡែកឲ្យតែពេលឈប់សម្រាកពីការរៀនសូត្រជារៀងរាល់ថ្ងៃអាទិត្យហាក់ពុំមានក្មេងណាបានទំនេរឡើយជាពិសេសរាល់គ្រួសារណាដែលមានចិញ្ចឹមគោនៅរៀងរាល់រដូវវស្សាខែភ្លៀងទឹកលិចជោគជាំមិនថាខ្ញុំឬក៏គេគឺតែងតែរមែងគ្មានក្មេងទៅរកជ្រត់ស្មៅខ្ចីនៅតាមភ្លឺស្រែយកមកទុកដើម្បីលាយជាមួយចំបើងទុកគ្រាន់ឲ្យគោស៊ីខណៈមេឃភ្លៀងរលឹមជាពិសេសនៅរដូវខែដាក់បិណ្ឌតែម្ដងគឺតែងតែភ្លៀងរលឹមជានិច្ចនេះវាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះប៉ុន្តែបើសិនជាចង់ឲ្យខ្ញុំរៀបរាប់ទោះបីជាមួយថ្ងៃវិលល្ងាចក៏ខ្ញុំនេះរៀបរាប់ពុំអស់ផងឥឡូវសូមងាកចូលសាច់រឿងរបស់យើងវិញពេលនេះកាលគ្រាចំនួននោះខ្ញុំនិងអាម៉ុយដែលជាមិត្តសម្លាញ់បានយកគោទៅមើលនៅឯវាលទួលថ្មដែលស្ថិតនៅខាងដើមភូមិមូលហេតុដែលខ្ញុំហៅថាវាលទួលថ្មនោះគឺវាជាកន្លែងមានថ្មច្រើនពោពេញទៅដោយដុំថ្មតូចធំដែលនៅជាប់នឹងដីតាមថ្នាលស្រែនិងភ្លឺហើយក៏មានមិនអត់នោះទេចំពោះព្រៃឈើខ្ពស់ទាបដូចជាដើមព្រីងដើមពោនដើមត្នោតហើយក៏ជាទីដ៏ស្ងាត់ជ្រងំផងដែរឲ្យតែនៅរាល់ពេលក្បាលព្រលប់បានឈានចូលមកដល់ទីតំបន់នោះក៏ធ្លាប់ឮចាស់នៅក្នុងភូមិដំណាលប្រាប់មកដែរថាវាលទួលថ្មនោះកាលពីចំនួនស្ថិតក្នុងរបបខ្មែរក្រហមមានមនុស្សមិនតិចឡើយដែលក្រុមខ្មែរក្រហមយកមកវាយសម្លាប់ជាមួយនឹងដុំថ្មធំដែលមាននៅទីនោះដោយឡែកទើបពួកគាត់បានដំណាលមកទៀតថាវាគឺជាទីវាលធ្លាប់មានខ្មោចលងបន្លាចសាហាវបំផុតនៅពេលខ្លះខ្មោចព្រាយទាំងនោះលងពេលថ្ងៃផងក៏មានសម្រាប់ខ្ញុំវិញនៅពេលដែលបានឮពាក្យដំណាលបែបបន្លាចក្មេងៗបែបនេះខ្ញុំហាក់ពុំមានអារម្មណ៍ភ័យខ្លាចឬក៏រន្ធត់ចិត្តអ្វីបន្តិចសោះពីព្រោះខ្ញុំបានយល់យ៉ាងច្បាស់ថាពាក្យដំណាលទាំងនោះវាគ្រាន់តែជាពាក្យសម្រាប់និយាយបន្លាចក្មេងៗដើម្បីកុំឲ្យពួកគេដើរហើរលេងតែម្នាក់ឯងនៅទីនោះតែប៉ុណ្ណោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគ្រាន់តែខ្ញុំបាននឹកនៅក្នុងចិត្តតែត្រឹមនេះតែម្នាក់ឯងក៏ស្រាប់តែបរិយាកាសក៏ប្រែជាមានសភាពត្រជាក់ស្រីវស្រាញមួយរំពេចខណៈនៅលើមេឃក៏ហាក់ស្រទុំបាំងដោយដុំពពកខ្មៅល្អក់ទើបធ្វើឲ្យខ្ញុំចេះតែមានអារម្មណ៍ថាដូចជាកំពុងមានអ្វីបានមកអស់ទាញឲ្យបរិយាកាសចោះត្រជាក់ទាំងមេឃកំពុងគៀកនឹងថ្ងៃត្រង់បែបនេះខ្ញុំនិងអាម៉ុយពួកយើងទាំងពីរនាក់កំពុងឈរសម្លឹងរកមើលទីកន្លែងដែលស័ក្តិសមទំនងអំណោយផលស្មៅខៀវខ្ចីសម្រាប់បោះស្នឹងប្រឡាយខ្សែដើម្បីដកគោរបស់ពួកយើងទៅចងនៅទីនោះទន្ទឹមនឹងអាម៉ុយជាមួយខ្ញុំកំពុងសម្លឹងមើលទិសដៅដែលត្រូវយកគោទៅចងរៀងៗខ្លួនភ្លាមនោះក៏ស្រាប់តែឮសំឡេងអ្នកណាម្នាក់ច្រៀងហួចល្វើយចេញពីកន្លែងណាមួយមកបើតាមខ្ញុំគិតវាគ្មានអ្នកណាក្រៅពីអ្នកដើររកក្តាមខ្យង
ឬពួកក្មេងៗដែលមករកស្មៅនោះទេខណៈនោះដែរអាម៉ុយវាក៏ងាករេរកមើលសំឡេងដែលកំពុងលើករលួយនោះហើយវាក៏សួរមកខ្ញុំថាចំតើអ្នកណាគេច្រៀងហ្នឹងអាម៉ាសំឡេងពីរោះជាងមេគោអញរកកូនវាទៀតខ្ញុំក៏តបទៅវាវិញថាបើហែងសួរអញឲ្យអញទៅសួរអ្នកណាបើអញកំពុងតែឆ្ងល់ដែរហ្នឹងសំឡេងកំពុងច្រៀងនេះពីរោះជាងមេគោហែងមែនតាខ្ជិលគិតច្រើនខ្ញុំក៏ងាកចាក់បណ្ដោយតាមវាបែបនេះទៅហើយក៏ដឹកគោសំដៅទៅដើមស្ដៅពីរដើមដែលនៅខាងមុខក្បែរដំបូកធំដែលគេស្រះបន្លានោះទៅប៉ុន្តែទោះបីជាយ៉ាងណាខ្ញុំដើរទៅពុំទាន់ដំណើរអាម៉ុយសោះអាម៉ុយវាពិតជារហ័សរហួនជាងខ្ញុំណាស់ទាំងដែលមុននេះវានៅសួរខ្ញុំនៅមុននេះសោះឥឡូវវាទៅបែកតៃនៅកន្លែងនោះបាត់ដោយឃើញថាវាកំពុងជ្រួលជ្រើមករត់ប្រដេញគោរបស់វាឲ្យទៅស៊ីស្មៅនៅម្ដុំដំបូងគេស្រះបន្លានោះខ្ញុំឯនេះក៏ពុំមានចិត្តចង់ប្រកួតប្រជែងដណ្ដើមជាមួយវានោះដែរព្រោះតែបាត់នៅកន្លែងដែលគោរបស់ខ្ញុំកំពុងតែឈ្មោកស៊ីស្មៅនេះក៏មានស្មៅខ្ចីដោះរៀងក្រែលបន្តិចដែរតែវាទាស់ត្រង់ថាវាហាក់ដោះខ្លីៗបន្តិចបន្ទាប់ពីគិតរួចខ្ញុំក៏ចាប់ផ្ដើមដោះចំណងខ្សែគោដែលកំពុងស្ពាយជាប់ស្មាស្រាយបន្លាយឲ្យវែងនិងចងភ្ជាប់ជាមួយខ្សែដែលចងជាប់នឹងគោហើយក៏យកទៅបោះដំស្នឹងទៅលើដីជាប់យ៉ាងណែនលៃលោកយ៉ាងណាមិនឲ្យរបូតជៀសវាងវាឆ្លៀតហក់ទៅបួងស្រូវស្រែរបស់គេលុះបន្ទាប់ពីរួចរាល់ខ្ញុំក៏ស្រាយយកពីដងទឹក1 លីត្រចេញពីក្នុងថ្នាក់ក្រមាដែលរុំជប់ចង្កេះមួយមូលគម្របផឹកក្រែបបន្តិចហើយក៏អង្គុយចុះទៅលើដុំថ្មដែលនៅក្បែរជើងរបស់ខ្ញុំនោះនឹងក្រែបទឹកបណ្ដើរមើលទៅកាន់អាម៉ុយដែលកំពុងចាប់អស់ទាញគោវាបណ្ដើរមើលទៅហាក់ដូចជាវេទនាសម្បើមណាស់នៅលើផ្ទៃមេឃដែលមិនផុតអំពីចុងមេឃដើមឈើនៅទីនេះហាក់ស្រទុំត្រជាក់ចម្លែកមើលទៅមិនទំនងជាបើកថ្ងៃនោះឡើយខណៈសូរសំនៀងច្រៀងល្វើយនៅតែបន្តប៉ុន្តែមិនដឹងថាពេលណាទើបម្ចាស់សំឡេងបញ្ចេញមុខមាត់ឲ្យឃើញនោះទេលោបានបន្តិចវាយោក៏ចាប់ផ្ដើមធ្លាក់ចុះបណ្ដាលឲ្យដើមឈើខ្ពស់រង្គោះរង្គើអង្រួនបក់គួចរេរំចុះឡើងទៅតាមលំអានខ្យល់ព្រះពាយឆ្លៀតដៀងភ្នែកក្រឡេកមើលអាម៉ុយបន្តិចមើលទៅវាហាក់ដូចជាកំពុងតែទើសទាល់ជាមួយនឹងមេឃបន្លាបត្រីដែលគេស្រះនៅលើដំបូកក្បែរដើមស្ដៅពីដើមនោះខ្លាំងណាស់ទំនងដូចជាវាចង់រុះរើអស់ទាញមេឃបន្លានោះចេញមកខាងក្រៅយ៉ាងម៉េចក៏មិនដឹងខ្ញុំក៏មិនដឹងពីមូលហេតុដែលគេយកមេឃបន្លាស្រះនៅកន្លែងទួលដំបូកនោះដែរប៉ុន្តែក៏ធ្លាប់ឮលោកតាសុកដែលមានដីស្រែជាប់ជាមួយនឹងព្រំដីនៃម្ដុំទួលថ្មនេះនិយាយប្រាប់ខ្ញុំថាបន្ទាប់ពីកូនស្រីម្ចាស់ដីដែលមានស្រែជាប់ដំបូករួមទាំងដើមស្ដៅភ្លោះពីដើមនឹងបានស្លាប់ទៅគ្រួសារម្ចាស់ដីនោះក៏មិនបានរស់នៅក្នុងភូមិបន្តទៀតដែរហើយពួកគេក៏បានទៅរកស៊ីចំណាក់ស្រុកនៅឯទីឆ្ងាយរហូតមកទល់សពថ្ងៃក៏ប៉ុន្តែពុំដែលឃើញឬក៏មកលេងស្រុកម្ដងសោះមិនថាពេលរដូវបុណ្យទានភ្ជុំបិណ្ឌឬក៏ចូលឆ្នាំនោះទេបន្តមកទៀតគាត់ក៏លួចបង្ហើបប្រាប់អំពីរឿងខ្មោចកូនស្រីរបស់គ្រួសារនោះទៀតថាកូនស្រីដែលស្លាប់នោះគឺស្លាប់ដោយជំងឺវិកលចរិតឬហៅម្យ៉ាងទៀតថាជំងឺប្រស័យប្រសាទហើយដើមហេតុនោះគឺនាងនោះបានដើរមកចងកសម្លាប់ខ្លួននៅបរិវេណនាទីទួលថ្មនេះគ្រាន់តែនឹករលឹកមកដល់ត្រឹមនេះភ្លាមខ្ញុំឯនេះមានអារម្មណ៍ថាព្រឺក្បាលក្តៅខ្លួនយ៉ាងម៉េចក៏មិនដឹងបើថាអារម្មណ៍ខ្លាចខ្ញុំក៏មិនខ្លាចឡើយសម្បីតែបន្តិចតែឲ្យមានអារម្មណ៍ខ្លាចយ៉ាងម៉េចទៅកើតបើតាំងពីកើតពោះម៉ែមកមិនដែលធ្លាប់ជួបខ្មោចលងផងហើយក៏ពុំដឹងថាអារម្មណ៍ត្រូវខ្មោចលងនោះវាយ៉ាងម៉េចយ៉ាងម៉ាដែរលុះគិតបន្តិចខ្ញុំក៏បានយល់នៅចិត្តវិញ្ញាណយ៉ាងច្បាស់ថាអាម៉ុយវាកំពុងតែធ្វើរឿងដែលមិនគួរកបីចំពោះគេហើយបន្ទាប់មកខ្ញុំក៏រត់សម្ដៅទៅកាន់វាលេងនិងឈប់ឈរច្រត់ចង្កេះនៅពីក្រោយខ្នងរបស់វាដោយមុខញញឹមតិចនិងបានសួរវាដូចជាធ្វើពើថា
ហើយអាម៉ុយហេងកំពុងតែធ្វើអីហ្នឹងវាអស់ទាញមេឃបន្លានោះបោះទៅមកខាងបណ្ដើនឹងនិយាយរអ៊ូដាក់ខ្ញុំបណ្ដាថាយីអាននេះមិនគិតជួយអញបន្តិចទេបែរជាទៅសួរដូចមិនបើកភ្នែកទៅវិញអាចង្រៃខ្ញុំក៏ស្ងាត់មាត់មិននិយាយតបតនឹងវាវិញឡើយហើយក៏តាំងចិត្តតាំងអារម្មណ៍សាជាថ្មីព្រមទាំងនិយាយប្រាប់ទៅកាន់វាថាហែងរើសរើរបស់គេចាញ់អញ្ចឹងប្រយ័ត្នម្ចាស់គេមកតាន់គេស្ដីឲ្យវើយទីលោកគេស្រះបន្លាដើម្បីទុកស្មៅឲ្យគោបពេគេស៊ីដែរទេអីវាក៏ឆ្លើយតបមកខ្ញុំថាវាមិនអីទេតម្រាំតែម្ចាស់គេមកតាន់គោរបស់វាក៏ស៊ីឆ្អែតបាត់ទៅហើយគ្រាន់តែឮវានិយាយបែបនេះរួចខ្ញុំក៏មានអារម្មណ៍ក្យ៉ាងលែងហ៊ានប្រកែកតវ៉ានឹងវាទៀតត្បិតវាពូកែអាខាងប៉ិនប្រសពអារឿងពាក្យពេចន៍ពហាស័ព្ទចាក់ទឹកពំលិចហើយក៏នៅស្ងៀមត្រឹងឈរមួយកន្លែងដោយបណ្ដោយឲ្យវាជឿជាក់តែម្នាក់វាទៅខណៈកំពុងតែឈរក្រពាត់ដៃមើលទៅកាន់វាកំពុងយកកូនពុថៅវាដំស្ទឹងខ្សែគោក៏ស្រាប់តែមានអារម្មណ៍ថានៅទីនេះមានភាពត្រជាក់ពីខាងលើខុសពីធម្មតាឬមួយក៏មកពីដើមស្នៅទាំងពីរដើមនេះមានស្លឹកមេឃសុបទ្រុបពេកគឺប្រកាសណាស់មេឃធាងស្ដៅទាំងនេះមើលទៅមានស្លឹកសុបទ្រុបគួរឲ្យញញើតបូករួមជាមួយកន្ទ្រុបព្រៃអមទាំងសងខាងវែងខ្ពស់អីចឹងទៀតលេងអីនឹងមិនឲ្យត្រជាក់បាននោះស្របពេលកំពុងគិតសិញ្ចឹងតែម្នាក់ឯងមើលទៅខាងលើស្រាប់តែឮពាក្យចេញអំពីមាត់របស់អាម៉ុយវានិយាយមកថាជីវើយអារីនៅម្ដុំនេះអញមានអារម្មណ៍ថាក្បាលអញព្រឺរហូតមកវៃអើយហែងដូចអញអត់ខ្ញុំលាបទឹកមាត់ព្រោះឥឡូវនេះខ្ញុំមានអារម្មណ៍ថាត្រជាក់ចង់ដៃត្រជាក់ចង់ជើងនិងព្រឺរោមមិនចាញ់វាទេតែក៏ខំព្យាយាមនិយាយបន្លប់វាថាអញដូចមិនអីទេធម្មតាប៉ុន្តែផ្ទុយទៅវិញអារម្មណ៍របស់ខ្ញុំនៅខណៈនេះគឺពិតមិនខុសពីវាប៉ុន្មានឡើយខណៈរំពេចភ្លាមនោះមេគូរបស់វាដែលវាចងឲ្យស៊ីស្មៅនៅទីទួលដំបូកខាងមុខនេះសភាពអរិយាបថរបស់មេគូមួយក្បាលនេះហាក់ពុំចង់ស៊ីស្មៅដែលដោះនៅលើដំបូកនេះឡើយមើលទៅវាដូចជាបើកភ្នែកស្លើនិងមានស្លឹកត្រចៀកបាសត្រង់ឡើងលើប្រៀបដូចជាកំពុងភ្ញាក់ផ្អើលនឹងអ្វីមួយយ៉ាងដូច្នោះខ្ញុំក៏ធ្លាប់ឮចាស់ដំណាលមកដែរថាសភាវៈរបស់សត្វបើកាលណាវាបានឃើញសភាវៈផ្លូវងឹតណាមួយដែលធ្វើឲ្យវាឃើញនោះវានឹងបញ្ចេញអាការៈចម្លែកខុសពីធម្មតាខ្ញុំកាន់តែមានអារម្មណ៍ចម្លែកនៅក្នុងចិត្តទៀតហើយនឹងចេះតែយកពាក្យចាស់ដែលធ្លាប់និយាយតគ្នាមកថាបើសិនជានៅសុកមានអារម្មណ៍ត្រជាក់នៅជុំវិញបរិវេណខ្លួនបែបនេះនឹងជាពិសេសចេះតែព្រឺសម្បល់ដោយពុំមានមូលហេតុនោះមុខជាមានអមនុស្សណាមួយបានកំពុងនៅក្បែរខ្លួនយើងមិនខានឡើយពេលនោះខ្ញុំក៏ធ្លុយមាត់សួរទៅកាន់អាម៉ុយហាក់ដូចជាឆោតល្ងងថាអេអាម៉ុយហែងជឿអំពីរឿងខ្មោចលើងឬអត់អាម៉ុយវាក៏យកម្រាមដៃទប់មាត់បញ្ជាក់កុំឲ្យខ្ញុំមាត់លឺហើយក៏តបថាយីអាស្អីគេនេះមិនហែងនឹងនិយាយអញ្ចឹងនៅក្នុងព្រៃវើយគេមិនឲ្យនិយាយបែបហ្នឹងទេបន្ទាប់ពីវានិយាយហាស្ដីមកកាន់ខ្ញុំរួចស្រាប់តែស្លឹកស្ដៅជ្រុះធ្លាក់មកលើដីឲ្យរពុយទាំងពុំមានខ្យល់បក់ផាត់សំបីបន្តិចជាហេតុធ្វើឲ្យខ្ញុំឯនេះកើតចិត្តពុំស្រណុកខ្លាំងស្លឹកស្ដៅទាំងនោះហាក់នៅខ្ចីនៅឡើយចោះហេតុមិនដេចក៏ជ្រុះដាច់បែបនេះទៅកាត់កំពុងតែសម្លឹងមើលទៅខាងក្រោមដើមស្ដៅទាំងពីរដើមទាំងអាម៉ុយទាំងខ្ញុំភ្លាមនោះក៏ស្រាប់តែឮសំឡេងជីបប្រៀបដូចជាកំពុងមានអាណាជញ្ជក់មាត់នៅខាងលើនោះខ្ញុំនិងអាម៉ុយពួកយើងក៏សម្លឹងមើលមកគ្នាទៅវិញទៅមកដោយទឹកមុខម្នាក់ពោពេញដោយទឹកមុខស្រពាប់ស្រពោននិងលេបទឹកមាត់រៀងខ្លួនដោយហៅថាខ្ញុំគឺជាមនុស្សដែលមិនសូវជាអ្នកខ្លាចអារឿងខ្មោចខ្មាំងបកាច់យកអ្វីនឹងប៉ុន្មានទេខ្ញុំក៏ងាកសម្លឹងមើលទៅកន្ទ្រប់មេឃស្ដៅខាងលើក៏ប៉ុន្តែបែរជាពុំឃើញមានអ្វីតតែសោះយកតែសភាពងងឹតសុបទ្រប់នៃមេឃស្ដៅទាំងនោះរួមជាមួយស្រមោលខ្មៅស្ទង់ហាក់មើលពុំយល់ថាជាអ្វីខ្ញុំក៏ប្រាប់ទៅកាន់អាម៉ុយថាដូចជាមិនឃើញអ្វីផងតែដូចជាឃើញ
និយាយបានត្រឹមនេះវាក៏សួរកាត់មកខ្ញុំប្រៀបដូចជាកំពុងផាត់ភ័យថាចុះហែងឃើញស្អីហើយខ្ញុំក៏ឆ្លើយប្រាប់ទៅវាទាំងកំពុងបះរោមដៃព្រួតសម្បល់វិញថាអញឃើញស្រមោលអ្វីមួយយ៉ាងខ្មៅស្ទង់ក្រោយពីឮខ្ញុំនិយាយបែបនេះភ្លាមភ្លែតវាក៏ប្រែជាមានទឹកមុខស្លេកស្លាំងមើលរំពេចនិងលេបទឹកមាត់ទាំងភ្នែកសហាក់ដូចជាកំពុងភ័យញាប់ញ័រជាទីបំផុតអាម៉ុយដាក់បោះចំហៀនមកក្បែរខ្ញុំយឺតនិងបាននិយាយខ្សឹបខ្សឹបមកខ្ញុំថាអញសង្ស័យតែខ្មោចលងទៀតដឹងវានិយាយបានត្រឹមហ្នឹងវាក៏សម្លឹងមើលទៅខាងលើដាំស្ដៅដោយក្រសែភ្នែកឥតព្រិចទាំងខ្ញុំទាំងវាភ្លាមរំពេចនោះស្លឹកឈើក៏ចាប់ផ្ដើមអង្រួនញាប់ញ័ររង្គោះរង្គើតិចគ្រប់ដើមឈើទាំងអស់ដែលនៅជុំវិញបរិវេណទីនេះទន្ទឹមខ្យល់ក៏គ្មានចលនាបក់ចេញចូលសម្បីតែបន្តិចមិនគួរណាបណ្ដាលឲ្យកើតហេតុភេទចម្លែកយ៉ាងដូចនេះតតែសោះខណៈកំពុងតែងាករេសម្លឹងមើលទស្សនភាពដ៏សែនចម្លែកដែលស្ថិតនៅជុំវិញខ្លួនរំពេចនោះដែរទឹកមុខរបស់អមីវាក៏ប្រែទៅជាខ្មៅរលមួយរំពេចដៃជើងញាប់ញ័រលិចនោមដាក់ខោឡើងទៅទឹកជោកជាំបានកំពុងយកដៃចង្អុលទៅខាងលើដើមស្នៅមានមេឃសុបទ្រុបដោយនិយាយញ័រមាត់តែម្នាក់ឯងថាខ្មោចស្របពេលនោះខ្ញុំក៏ស្រែកសួរទៅកាន់វាក៏ប៉ុន្តែវាមិនបានអើពើជាមួយខ្ញុំហើយក៏រត់បាត់ជើងសោព្រាតរបូតទាំងស្បែកជើងផ្ទាត់ក៏វាមិនខ្ចីនឹងរើសផងទៀតពេលនោះខ្ញុំក៏បានសម្លឹងទៅមើលចុងស្ដៅនោះម្ដងទៀតសាជាថ្មីដើម្បីចង់ដឹងថារូបរាងខ្មោចដែលវាបានឃើញនោះវាមានរូបសម្ផស្សស្អាតឬយ៉ាងណាទៅលុះនៅពេលដែរខ្ញុំបានសម្លឹងចោលក្រសែភ្នែកទៅបានដឹងយ៉ាងជាក់ច្បាស់ថាតាមពិតខ្មោចស្អីគេនោះពុំមានរូបសម្បត្តិស្រស់ស្អាតដូចតារាបង្ហាញម៉ូដអ្វីទេតែតាមពិតវាមានសភាពរាងកាយរលះរលួយឈាមលោហិតហូរប្រឡាក់ពីពេញខ្លួនពីលើដល់ក្រោមមុខមាត់ច្រមុះពោពេញដោយឈាមរលាក់ចេញមកគួរឲ្យខ្ពើមរអើមបានកំពុងអង្គុយលើបង្គាបមេឃណាំស្ដៅយល់ជើងទម្លាក់មកក្រោមយឺតនិងយកដៃខ្វេះពោះវៀនពោះតាំងខ្លួនឯងស៊ីគួរឲ្យរន្ធត់តក់ស្លុតជាទីបំផុតពធោធម្មោសង្ឃោគុណម៉ែគុណឪនេះគឺជាលើកទី1ហើយដែលខ្ញុំមកជួបរឿងខ្មោចលោកក្នុងឆាកជីវិតខ្ញុំនេះភ្លាមរំពេចនោះខ្ញុំហាក់បើកភ្នែកធំសស្លែតខណៈដៃជើងក៏ញាប់ញ័រមិនចាញ់អាម៉ុយមិត្តសម្លាញ់ដែលរត់ចោលខ្ញុំនៅមុននេះឡើយខោខ្លីត្រឹមជង្គង់សាមជោគទៅទឹកដោយពុំដឹងខ្លួនដឹងត្រឹមថាតម្រង់នោមវាហាក់ដូចជាកំពុងបញ្ចេញទឹកអ្វីមួយយ៉ាងលុះស្ទាបប៉ះក៏ដឹងថាវាគឺជាទឹកនោមសោះដោយគិតថាខ្ញុំកាលពីមុនក៏មិនធ្លាប់មានប្រវត្តិខ្មោចលងហើយក៏មិនដែលគិតថាខ្មោចខ្មាំងស្អីគេនោះវាមានឫទ្ធិអំណាចខ្លាំងជាងមនុស្សទៀតនោះនៅទីបំផុតដោយអស់ជំរឿសព្រោះខ្ញុំមិនអាចខ្លាចខ្មោចរហូតរត់ចោលគោដោយអាម៉ុយបានទេទើបខ្ញុំខំប្រមូលអារម្មណ៍ស្មារតីដែលបានបាត់បង់នៅមុននេះឲ្យវិញជាធ្លុងមួយវិញខ្ញុំដកដង្ហើមមួយយឺតសម្លឹងមើលទៅនាងខ្មោចស្រីនោះយ៉ាងមុតហើយក៏មូលគម្របទឹកផឹកសន្សឹមបានបន្តិចហើយខ្ញុំក៏ស្រវារើសយកដុំថ្មប៉ុនកដៃហើយក៏បានគប់ទៅនាងខ្មោចនោះប៉ុន្តែវាពិតជាគួរឲ្យចម្លែកណាស់ដែលខ្ញុំបានគប់ចំរាងកាយរបស់វាហើយប៉ុន្តែមើលទៅវាហាក់ដូចជាមិនបានរងរបួសឬក៏ស្រែកយំឈឺចាប់អ្វីបន្តិចឡើយក៏ប៉ុន្តែនៅពេលបន្តិចក្រោយវាក៏សោចព្រាបដូចជាសប្បាយចិត្តខ្លាំងណាស់ហើយបន្ទាប់ក្រោយក៏បែរជាយំលឺយ៉ាងក្រលួចនិងស្រែករោដោយការឈឺចាប់និងក៏បានឃើញរាងកាយរបស់វាត្រូវដាច់ជ្រុះធ្លាក់ទាំងដុំចុះមកខាងក្រោមរហូតរលាយរូបបន្តិចម្ដងសូន្យសងទៅក្រោយមកខ្ញុំក៏ប្រញាប់ទៅស្រាយខ្សែគោនិងប្រញាប់ប្រញាល់ដឹកវាត្រឡប់ទៅផ្ទះវិញទាំងកណ្ដាលថ្ងៃត្រង់ខណៈមេឃស្រទុំងងឹតដោយទុកគោរបស់ម៉ុយនៅទីនេះសិនចាំដល់ផ្ទះចាំគិតទៀតទៅឲ្យដល់ភូមិសិនចាំគិតតាមក្រោយលុះនៅពេលដែលខ្ញុំបានដេញគោមកដល់ផ្លូវគ្រួសក្រហមក៏ប្រទះឃើញអាដែនវាក៏ជាមិត្តរបស់ខ្ញុំម្នាក់ដែរវាបាននឹងកំពុងឈរច្រត់ជង្គង់យ៉ាងហត់ដង្ហក់ព្រមទាំងស្មៅមួយជាលតូចនៅក្បែរជើងវានោះ
តាមពិតសំឡេងហួចច្រៀងយ៉ាងក្រលួចកាលពីនៅកន្លែងមិញនោះវាគឺជាសូរសៀងដ៏ពីរោះដូចគោនិងមានសំនៀងក្រអួនក្រអៅដូចចង់និយាយវាក៏បាននិយាយទាំងហត់ដង្ហក់ទៅដល់ខ្យល់មកកាន់ខ្ញុំដែរថាវាគឺពិតជាបានត្រូវខ្មោចលងមិនខុសពីខ្ញុំនឹងអាម៉ុយប៉ុន្មានឡើយហើយវាក៏បានឃើញថាអាម៉ុយវាបានកំពុងរត់សម្ដៅទៅផ្ទះដំណើរដែលវាកំពុងរត់លីជាដាក់ស្មៅទាំងក្តីតក់ស្លុតនិងរន្ធត់ជាពន់ពេកដែរក្រោយពីបានមកដល់ផ្ទះខ្ញុំក៏បានរៀបរាប់ប្រាប់ដំណើរដើមតោងទៅជម្រាបពុកនិងម៉ែហើយពួកគាត់ក៏ទទួលបានដឹងនិងបានប្រាប់អំពីប្រវត្តិនៅទីទួលថ្មខាងដើមភូមិនោះមកកាន់ខ្ញុំឲ្យបានដឹងតាមពិតនៅទីដំបូកធំដោះស្មៅសុបទ្រុបដែលគេស្រះដោយបន្លាដើមពុទ្រានោះគឺកាលពីគ្រាសម័យខ្មែរក្រហមគឺដីដំបូកនោះវាគឺជារណ្ដៅសាកសពខ្មោចនេះគ្រួសារមួយដែលពួកទាហានខ្មែរក្រហមយកមកបាញ់សម្លាប់ចោលរួមទាំងខ្មោចជាច្រើនទៀតដែលរងនូវភាពអយុត្តិធម៌ដែលអង្គការថ្នាក់លើបានចោទប្រកាន់លុះបន្ទាប់ក្រោយមកទៀតមាត់រណ្ដៅក៏ពោពេញទៅដោយខ្មោចស្លាប់គោឆ្អឹងលើគ្នាយ៉ាងគួរឲ្យអាសោចទើបជាហេតុបណ្ដាលឲ្យពួកគេទាំងនោះយកដីមកចាក់កប់ដើម្បីកុំឲ្យមានក្លិនស្អុយនិងក្លិនមិនល្អហើយក៏ជាការប្រមានទៅដល់អ្នកដែលកំពុងរស់នៅផងដែរថារាល់អ្នកដែលប្រឆាំងនឹងអង្គការគឺត្រូវតែមានវាសនាបែបនេះចំណែកកាលក្រោយមកទៀតក៏មានដើមស្ដៅពីរដើមដោះទន្ទឹមដំណើរគ្នាហើយក៏លូតខ្ពស់ឡើងហើយដីស្រែនោះទៀតសោតក៏បានคล้ายទៅជាកម្មសិទ្ធិនៃគ្រួសារមួយមានកូន6នាក់ដោយឡែកកូនទី6ដែលជាកូនស្រីពៅអាចនិយាយបានថានាងប្រហែលជាអស់អាយុទាំងនៅវ័យក្មេងទើបកាត់ជំងឺសរសៃប្រសាទខូចស្មារតីលប់សតិរហូតមានថ្ងៃមួយដោយអាការៈជំងឺនាងរើឡើងដោយអត់ថ្នាំលាបទើបជាហេតុបណ្ដាលឲ្យនាងតប់ប្រមល់នឹងដើរលេលើនៅកន្លែងដើមស្ដៅនោះតែម្នាក់ឯងហើយក៏យកខ្សែមួយយកមកចងកសម្លាប់ខ្លួននៅលើចុងស្ដៅនោះតែម្ដងទៅខ្ញុំស្ដាប់ពុកនិយាយរួចខ្ញុំមានអារម្មណ៍ថាអាណិតនាងខ្លាំងណាស់ហើយក៏បានគិតថាបើសិនជាឪពុកម្ដាយរបស់នាងបានមើលនាងដិតដល់ម្លេះសមនាងពុំអាចវង្វេងវង្វាន់រហូតសម្លាប់ខ្លួនឯងឲ្យចឹងបានទេ